ជាបឋមខ្ញុំកណ្ណាខ្ញុំបាទសូមធ្វើកិច្ចនមស្ការចំពោះគុណព្រះរតនត្រ័យដោយសេចក្តីជ្រះថ្លាមួយវិញទៀតក៏សូមធ្វើកិច្ចនមស្ការចំពោះលោកគ្រូអង្គធម្មកថាកាចាជាទីសក្ការៈម្យ៉ាងទៀតក៏សូមធ្វើសេចក្តីគិរវៈចំពោះលោកគ្រូធម្មេចាជាទីគោរពក្នុងគណៈនេះខ្ញុំបកណ្ណាខ្ញុំបាទសូមអនុញ្ញាតសិក្សាបន្តអំពីធម៌អភិធម្មដែលប្រសង់តែងតែសូត្រប្រាប់នៅក្នុងពិធីបុណ្យដើរពឹស្ដាខ្ញុំបកណ្ណាខ្ញុំបាទដាក់ថាវគ្គ13គឺស្ដីអំពីធាតុវិភាំងនៅបេដកលេខ80ត្រង់ទំព័រ152ឃ្នាប114ដល់ឃ្នាប122ធាតុ6គឺបតវ័យធាតុអបោធាតុដច្ចោធាតុវិយោធាតុអាកាសធាតុវិញ្ញាណធាតុបណ្ដាធាតុ6នោះបតវ័យធាតុតើដូចម្ដេចបតវ័យធាតុមាន2គឺបតវ័យធាតុខាងក្នុងក៏មានខាងក្រៅក៏មានបណ្ដាធាតុ2នោះបតវ័យធាតុខាងក្នុងតើដូចម្ដេចធម្មជាតិណាជាខាងក្នុងអាស្រ័យនៅខ្លួនរឹងខាស់មានអាការៈរឹងមានសភាពរឹងជាខាងក្នុងដែលវិញ្ញាណចូលទៅកាន់យកបានគឺសក់រោមក្រចកធ្មេញស្បែកសាច់សរសៃឆ្អឹងខួរក្នុងឆ្អឹងតម្រង់បាសាវៈបេះដូងថ្លើមវាវក្រពះសួតពោះវៀនធំពោះវៀនតូចអាហារថ្មីអាហារចាស់ឬក៏ធម្មជាតិដតីណាជាខាងក្នុងអាស្រ័យនៅខ្លួនរឹងខាស់មានអាការៈរឹងមានសភាពរឹងជាខាងក្នុងដែលវិញ្ញាណចូលទៅកាន់យកបាននេះហៅថាបតវ័យធាតុខាងក្នុងបណ្ដាធាតុ2នោះបតវ័យធាតុខាងក្រៅតើដូចម្ដេចធម្មជាតិណាជាខាងក្រៅរឹងខាស់មានអាការៈរឹងមានសភាពរឹងជាខាងក្រៅដែលវិញ្ញាណមិនចូលទៅកាន់យកបានទេគឺដែកលោហៈសំណបាហាំងសំណភក់ប្រាក់កែវមុខក្តារកែវមณีកែវពិទូសាំងថ្មកែវប្រពាលប្រាក់មាសកែវក្រហមកែវប្រព្រុសស្មៅឈើគ្រួសអំបែងផែនដីថ្មភ្នំឬក៏ធម្មធាតុដតីណាជាខាងក្រៅរឹងខាស់មានអាការៈរឹងមានសភាពរឹងជាខាងក្រៅដែលវិញ្ញាណមិនចូលទៅកាន់យកបានទេនេះហៅថាបតវ័យធាតុខាងក្រៅបតវ័យធាតុណាជាខាងក្នុងក្តីបតវ័យធាតុណាជាខាងក្រៅក្តីនេះហៅថាបតវ័យធាតុព្រោះប្រមូលបំព្រួញធាតុនោះក្នុងទីជាមួយគ្នាបណ្ដាធាតុ6នោះអបោធាតុតើដូចម្ដេចអបោធាតុមាន2គឺអបោធាតុខាងក្នុងក៏មានខាងក្រៅក៏មានបណ្ដាធាតុ2នោះអបោធាតុខាងក្នុងតើដូចម្ដេចធម្មជាតិណាជាខាងក្នុងអាស្រ័យនៅខ្លួនជាទឹកដល់នៅភាពជាទឹកមានសភាពស្អិតដល់នៅភាពស្អិតមានសភាពជាទីជាប់នៅនៃរូបជាខាងក្នុងដែលវិញ្ញាណចូលទៅកាន់យកបានគឺប្រមាត់ស្លេះខ្ទុះឈាមញើសខ្លាញ់ខាប់ទឹកភ្នែកខ្លាញ់រាវទឹកមាត់ទឹកសម្បោរទឹករំអិលទឹកម៉ូតឬក៏ធម្មជាតិដតីណាជាខាងក្នុងអាស្រ័យនៅខ្លួនជាទឹកដល់នៅភាពជាទឹកមានសភាពស្អិតដល់នៅភាពស្អិតមានសភាពជាទីជាប់នៅនៃរូបជាខាងក្នុងដែលវិញ្ញាណចូលទៅកាន់យកបាននេះហៅថាអបោធាតុខាងក្នុងបណ្ដាធាតុ2នោះអបោធាតុខាងក្រៅតើដូចម្ដេចធម្មជាតិណាជាខាងក្រៅជាទឹកដល់នៅភាពជាទឹកមានសភាពស្អិតដល់នៅភាពស្អិតមានសភាពជាទីជាប់នៅនៃរូបជាខាងក្រៅដែលវិញ្ញាណមិនចូលទៅកាន់យកបានទេគឺរសគល់រសដើមរសសម្បករសស្លឹករសផ្ការសផ្លែទឹកដោះស្រស់ទឹកដោះជូរទឹកដោះថ្លាទឹកដោះខាប់ប្រេងទឹកឃ្មុំទឹកអំពៅទឹកដែលបិទនៅលើផែនដីក្តីទឹកដែលបិទនៅឯដអាកាសក្តីឬក៏ធម្មជាតិដតីណាជាខាងក្រៅជាទឹកដល់នៅភាពជាទឹកមានសភាពស្អិតដល់នៅភាពស្អិតមានសភាពជាទីជាប់នៅនៃរូបជាខាងក្រៅដែលវិញ្ញាណមិនចូលទៅកាន់យកបានទេ
នេះហៅថាអបោធាតុខាងក្រៅអបោធាតុណាជាខាងក្នុងក្តីអបោធាតុណាជាខាងក្រៅក្តីនេះហៅថាអបោធាតុព្រោះប្រមូលបំព្រួញធាតុនោះក្នុងទីជាមួយគ្នាបណ្ដាធាតុ6នោះដេចចូលធាតុតើដូចម្ដេចដេចចូលធាតុមាន2គឺដេចចូលធាតុខាងក្នុងក៏មានខាងក្រៅក៏មានបណ្ដាធាតុ2នោះដេចចូលធាតុខាងក្នុងតើដូចម្ដេចធម្មជាតិណាជាខាងក្នុងអាស្រ័យនៅខ្លួនជាសភាពក្តៅដល់នៅសភាពក្តៅជាចំហាយដល់នៅភាពចំហាយជាធម្មជាតិអបកម្ដៅដល់នៅភាពអបកម្ដៅជាខាងក្នុងដែលវិញ្ញាណចូលទៅកាន់យកបានគឺភ្លើងដែលឲ្យកាយក្តៅសពមួយដែលឲ្យកាយក្រំគ្រាមួយដែលឲ្យកាយក្តៅក្រហាយមួយដែលឲ្យវត្ថុគេស៊ីផឹកទំពាលិតភ្លក់ហើយដល់នៅការទ្រុឌទ្រោមរលួយអស់មួយឬក៏ធម្មជាតិដតីណាជាខាងក្នុងអាស្រ័យនៅខ្លួនជាសភាពក្តៅដល់នៅភាពក្តៅជាចំហាយដល់នៅភាពចំហាយជាធម្មជាតិអបកម្ដៅដល់នៅភាពអបកម្ដៅជាខាងក្នុងដែលវិញ្ញាណចូលទៅកាន់យកបាននេះហៅថាដាច់ចូលធាតុខាងក្នុងបណ្ដាធាតុ2នោះដាច់ចូលធាតុខាងក្រៅតើដូចម្ដេចធម្មជាតិណាជាខាងក្រៅជាភាពក្តៅដល់នៅភាពក្តៅជាចំហាយដល់នៅភាពចំហាយជាធម្មជាតិអបកម្ដៅដល់នៅភាពអបកម្ដៅជាខាងក្រៅដែលវិញ្ញាណមិនចូលទៅកាន់យកបានទេគឺភ្លើងអុសភ្លើងរំកាច់ភ្លើងស្មៅភ្លើងអាចគោភ្លើងអង្កាមភ្លើងសម្រាមភ្លើងរន្ទះកម្ដៅភ្លើងកម្ដៅព្រះអាទិត្យកម្ដៅកំណើអុសកម្ដៅកំណើស្មៅកម្ដៅកំណើស្រូវកម្ដៅកំណើផេះឬក៏ធម្មជាតិដតីណាជាខាងក្រៅជាសភាពក្តៅដល់នៅសភាពក្តៅជាចំហាយដល់នៅភាពចំហាយជាធម្មជាតិអបកម្ដៅដល់នៅភាពអបកម្ដៅជាខាងក្រៅដែលវិញ្ញាណមិនចូលទៅកាន់យកបានទេនេះហៅថាដាច់ចូលធាតុខាងក្រៅដាច់ចូលធាតុណាជាខាងក្នុងក្តីដាច់ចូលធាតុណាជាខាងក្រៅក្តីនេះហៅថាដាច់ចូលធាតុព្រោះប្រមូលបំព្រួញធាតុនោះក្នុងទីជាមួយគ្នាបណ្ដាធាតុ6នោះវាយោធាតុតើដូចម្ដេចវាយោធាតុមាន2គឺវាយោធាតុខាងក្នុងក៏មានខាងក្រៅក៏មានបណ្ដាធាតុ2នោះវាយោធាតុខាងក្នុងតើដូចម្ដេចធម្មជាតិណាជាខាងក្នុងអាស្រ័យនៅខ្លួនជាសភាពបក់ផាត់ដល់នៅភាពបក់ផាត់មានភាពធ្វើនៅរូបឲ្យរឹងប៉ឹងជាខាងក្នុងដែលវិញ្ញាណចូលទៅកាន់យកបានគឺខ្យល់បក់ពីក្រោមឡើងលើខ្យល់បក់ពីលើទៅក្រោមខ្យល់ដេកនៅខាងក្នុងផ្ទៃខ្យល់ខាងក្រៅពោះវៀនខ្យល់ដេកនៅក្នុងក្រពះខ្យល់ខាងក្នុងពោះវៀនខ្យល់បក់ផ្សព្វផ្សាយសពអវយវៈតូចធំខ្យល់ដូចជាសត្រាខ្យល់ដូចជាកំបិតកោខ្យល់អាចពន្លះនៅហឫទ័យខ្យល់ដកដង្ហើមចូលខ្យល់ដកដង្ហើមចេញឬក៏ធម្មជាតិដតីណាជាខាងក្នុងអាស្រ័យនៅខ្លួនជាសភាពបក់ផាត់ដល់នៅភាពបក់ផាត់មានភាពធ្វើរូបឲ្យរឹងប៉ឹងជាខាងក្នុងដែលវិញ្ញាណចូលទៅកាន់យកបាននេះហៅថាវាយោធាតុខាងក្នុងបណ្ដាធាតុ2នោះវាយោធាតុខាងក្រៅតើដូចម្ដេចធម្មជាតិណាជាខាងក្រៅជាសភាពបក់ផាត់ដល់នៅភាពបក់ផាត់មានភាពធ្វើរូបឲ្យរឹងប៉ឹងជាខាងក្រៅដែលវិញ្ញាណមិនចូលទៅកាន់យកបានទេគឺខ្យល់បក់មកអំពីទិសខាងកើតខ្យល់បក់មកអំពីទិសខាងលិចខ្យល់បក់មកអំពីទិសខាងជើងខ្យល់បក់មកអំពីទិសខាងត្បូងខ្យល់ប្រកបដោយធូលីខ្យល់មិនមានធូលីខ្យល់ត្រជាក់ខ្យល់ក្តៅខ្យល់តិចខ្យល់ខ្លាំងខ្យល់ខ្មៅខ្យល់កំបុតត្បូងខ្យល់ដែលតាំងអំពីស្លាបសត្វខ្យល់ដែលតាំងឡើងអំពីគ្រុឌខ្យល់ដែលតាំងឡើងអំពីស្លឹកត្នោតជាដើមខ្យល់ដែលតាំងឡើងអំពីផ្លិតឬក៏ធម្មជាតិដតីណាជាខាងក្រៅជាសភាពបក់ផាត់ដល់នៅភាពបក់ផាត់មានភាពធ្វើរូបឲ្យរឹងប៉ឹងជាខាងក្រៅដែលវិញ្ញាណមិនចូលទៅកាន់យកបានទេនេះហៅថាវាយោធាតុខាងក្រៅវាយោធាតុណាជាខាងក្នុងក្តី
វិយោធាតុណាជាខាងក្រៅក្តីនេះហៅថាវិយោធាតុព្រោះប្រមូលបំព្រួញធាតុនោះក្នុងទីជាមួយគ្នាបណ្ដាធាតុ6នោះអាកាសធាតុតើដូចម្ដេចអាកាសធាតុមាន2គឺអាកាសធាតុខាងក្នុងក៏មានខាងក្រៅក៏មានបណ្ដាធាតុ2នោះអាកាសធាតុខាងក្នុងតើដូចម្ដេចធម្មជាតិណាជាខាងក្នុងអាស្រ័យនៅខ្លួនជាសភាពទទេដល់នៅភាពទទេជាធម្មជាតិទំនេរដល់នៅភាពទំនេរជាសភាពចន្លោះដល់នៅភាពចន្លោះជាធម្មជាតិមិនប៉ះពាល់ដោយសាច់និងឈាមជាខាងក្នុងដែលវិញ្ញាណចូលទៅកាន់យកបានគឺរុនត្រចៀករុនច្រមុះទ្វារមាត់អាកាសដែលឲ្យលេបចូលនៅវត្ថុដែលគេស៊ីផឹកទំពាលិតភ្លក់ហើយក្តីអាកាសដែលឲ្យវត្ថុដែលគេស៊ីផឹកទំពាលិតភ្លក់ហើយក្តីអាកាសដែលឲ្យវត្ថុដែលគេស៊ីផឹកទំពាលិតភ្លក់ហើយចេញមកតាមចំណែកខាងក្រោមក្តីឬក៏ធម្មជាតិដតីណាជាខាងក្នុងអាស្រ័យនៅខ្លួនជាសភាពទទេដល់នៅភាពទទេជាធម្មជាតិទំនេរដល់នៅភាពទំនេរជាសភាពចន្លោះដល់នៅភាពចន្លោះមិនប៉ះពាល់ដោយសាច់និងឈាមជាខាងក្នុងដែលវិញ្ញាណចូលទៅកាន់យកបាននេះហៅថាអាកាសធាតុខាងក្នុងបណ្ដាធាតុ2នោះអាកាសធាតុខាងក្រៅតើដូចម្ដេចធម្មជាតិណាជាខាងក្រៅជាសភាពទទេដល់នៅភាពទទេជាធម្មជាតិទំនេរដល់នៅភាពទំនេរជាសភាពចន្លោះដល់នៅភាពចន្លោះមិនប៉ះពាល់ដោយមហាភូតរូប4ជាខាងក្រៅដែលវិញ្ញាណមិនចូលទៅកាន់យកបានទេនេះហៅថាអាកាសធាតុខាងក្រៅអាកាសធាតុណាជាខាងក្នុងក្តីអាកាសធាតុណាជាខាងក្រៅក្តីនេះហៅថាអាកាសធាតុព្រោះប្រមូលបំព្រួញធាតុនោះក្នុងទីជាមួយគ្នាបណ្ដាធាតុ6នោះវិញ្ញាណធាតុតើដូចម្ដេចធាតុគឺការដឹងច្បាស់ដោយចក្ខុធាតុគឺការដឹងច្បាស់ដោយត្រចៀកធាតុគឺការដឹងច្បាស់ដោយច្រមុះធាតុគឺការដឹងច្បាស់ដោយអណ្ដាតធាតុគឺការដឹងច្បាស់ដោយកាយធាតុគឺការដឹងច្បាស់ដោយចិត្តនេះហៅថាវិញ្ញាណធាតុធាតុ6ដតីទៀតគឺសុខធាតុទុក្ខធាតុសោមនស្សធាតុទោមនស្សធាតុឧបេក្ខាធាតុអវិជ្ជាធាតុបណ្ដាធាតុ6នោះសុខធាតុតើដូចម្ដេចសេចក្តីឆ្ងាញ់ពិសាប្រព្រឹត្តទៅក្នុងកាយសេចក្តីសុខប្រព្រឹត្តទៅក្នុងកាយការទទួលអារម្មណ៍ជាសុខជាទីកប់ចិត្តដែលកើតអំពីកាយសម្ផស្សសុខវេទនាជាទីកប់ចិត្តដែលកើតអំពីកាយសម្ផស្សណានេះហៅថាសុខធាតុបណ្ដាធាតុ6នោះទុក្ខធាតុតើដូចម្ដេចសេចក្តីមិនឆ្ងាញ់ពិសាប្រព្រឹត្តទៅក្នុងកាយសេចក្តីទុក្ខប្រព្រឹត្តទៅក្នុងកាយការទទួលអារម្មណ៍ជាទុក្ខមិនជាទីកប់ចិត្តដែលកើតអំពីកាយសម្ផស្សទុក្ខវេទនាមិនជាទីកប់ចិត្តដែលកើតអំពីកាយសម្ផស្សណានេះហៅថាទុក្ខធាតុបណ្ដាធាតុ6នោះសោមនស្សធាតុតើដូចម្ដេចសេចក្តីឆ្ងាញ់ពិសាប្រព្រឹត្តទៅក្នុងចិត្តសេចក្តីសុខប្រព្រឹត្តទៅក្នុងចិត្តកិរិយាទទួលអារម្មណ៍ជាសុខជាទីកប់ចិត្តដែលកើតអំពីចេតោសម្ផស្សសុខវេទនាជាទីកប់ចិត្តដែលកើតអំពីចេតោសម្ផស្សណានេះហៅថាសោមនស្សធាតុបណ្ដាធាតុ6នោះទោមនស្សធាតុតើដូចម្ដេចសេចក្តីមិនឆ្ងាញ់ពិសាប្រព្រឹត្តទៅក្នុងចិត្តសេចក្តីទុក្ខប្រព្រឹត្តទៅក្នុងចិត្តកិរិយាទទួលអារម្មណ៍ជាទុក្ខមិនជាទីកប់ចិត្តដែលកើតអំពីចេតោសម្ផស្សទុក្ខវេទនាមិនជាទីកប់ចិត្តដែលកើតអំពីចេតោសម្ផស្សណានេះហៅថាទោមនស្សធាតុបណ្ដាធាតុ6នោះឧបេក្ខាធាតុតើដូចម្ដេចសេចក្តីមិនឆ្ងាញ់ពិសាមិនមែនជាមិនឆ្ងាញ់ពិសាប្រព្រឹត្តទៅក្នុងចិត្តកិរិយាទទួលអារម្មណ៍មិនមែនទុក្ខមិនមែនសុខដែលកើតអំពីចេតោសម្ផស្សវេទនាមិនមែនទុក្ខមិនមែនសុខដែលកើតអំពីចេតោសម្ផស្សណានេះហៅថាឧបេក្ខាធាតុបណ្ដាធាតុ6នោះអវិជ្ជាធាតុតើដូចម្ដេចការមិនដឹងការមិនឃើញពេអវិជ្ជាដូចគន្លឹះគឺមោហៈជាឫសនៃអកុសលណានេះហៅថាអវិជ្ជាធាតុ
ធាតុ6ដទៃទៀតគឺកាមធាតុព្យាបាទធាតុវិហិង្សាធាតុនៃកមធាតុអព្យាបាទធាតុអវិហិង្សាធាតុបណ្ដាធាតុ6នោះកាមធាតុតើដូចម្ដេចសេចក្តីត្រេះរិះការត្រេះរិះផ្សេងតម្រិះការរំពឹងការសញ្ជឹងការលើកឡើងនៃចិត្តដែលប្រកបដោយកាមគឺមច្ឆាសង្កបៈនេះហៅថាកាមធាតុខាងក្រោមតាំងអំពីអវិជ័យនរៈជាទីបំផុតខាងលើតាំងអំពីបរនិមិត្តវសវតីទេវតាជាទីបំផុតខណ្ឌធាតុអាយតនៈរូបវេទនាសញ្ញាសង្ខារនិងវិញ្ញាណមានក្នុងចន្លោះនេះត្រាច់ចុះក្នុងចន្លោះនេះរាប់បញ្ចូលក្នុងចន្លោះនេះនេះហៅថាកាមធាតុបណ្ដាធាតុ6នោះព្យាបាទធាតុតើដូចម្ដេចសេចក្តីត្រេះរិះការត្រេះរិះផ្សេងពេដែលប្រកបដោយព្យាបាទគឺមច្ឆាសង្កបៈនេះហៅថាព្យាបាទធាតុមួយទៀតសេចក្តីគុំគួនការចង្អៀតចង្អល់ការតានតឹងការថ្នាំងថ្នាក់ការខឹងខ្លាំងការខឹងក្រៃលែងការប្រទុះខ្លាំងការប្រទុះក្រៃលែងនៃចិត្តការព្យាបាទនៃចិត្តការប្រទុះក្នុងចិត្តការក្រោធអាការៈក្រោធភាពនៃការក្រោធការប្រទុះអាការៈប្រទុះភាពនៃការប្រទុះការព្យាបាទអាការៈព្យាបាទភាពនៃការព្យាបាទការពិរោធខ្លាំងកំណាចការមិនពោលពាក្យល្អភាពនៃចិត្តមិនត្រេកអរក្នុងអឃាតវត្ថុ10នេះហៅថាព្យាបាទធាតុបណ្ដាធាតុ6នោះវិហិង្សាធាតុតើដូចម្ដេចសេចក្តីត្រេះរិះការត្រេះរិះផ្សេងពេដែលប្រកបដោយវិហិង្សាគឺមច្ឆាសង្កបៈនេះហៅថាវិហិង្សាធាតុបុគ្គលពួកខ្លះក្នុងโลกនេះបៀតបៀនពួកសត្វដោយដៃក្តីដោយដុំដីក្តីដោយដំបងក្តីដោយសត្រាក្តីដោយខ្សែក្តីឬដោយវត្ថុណាមួយក្តីការធ្វើឲ្យលំបាកខ្លាំងការបៀតបៀនខ្លាំងការខឹងខ្លាំងការបៀតបៀនសត្វដទៃនេះហៅថាវិហិង្សាធាតុបណ្ដាធាតុ6នោះនេកមធាតុតើដូចម្ដេចសេចក្តីត្រេះរិះការត្រេះរិះផ្សេងពេតម្រិះត្រូវដែលប្រកបដោយនេកមៈគឺសម្មាសង្កបៈនេះហៅថានេកមធាតុមួយទៀតកុសលធម៌ទាំងអស់ក៏ឈ្មោះថានេកមធាតុដែរបណ្ដាធាតុ6នោះអព្យាបាទធាតុតើដូចម្ដេចសេចក្តីត្រេះរិះការត្រេះរិះផ្សេងពេដែលប្រកបដោយអព្យាបាទគឺសម្មាសង្កបៈនេះហៅថាអព្យាបាទធាតុការស្រឡាញ់អាការៈប្រព្រឹត្តស្រឡាញ់ភាពនៃអាការៈប្រព្រឹត្តស្រឡាញ់គឺមេត្តាចេតោវិមុតនាក្នុងពួកសត្វនេះហៅថាអព្យាបាទធាតុបណ្ដាធាតុ6នោះអវិហិង្សាធាតុតើដូចម្ដេចសេចក្តីត្រេះរិះការត្រេះរិះផ្សេងតម្រិះការរំពឹងការចិញ្ចឹងការលើកឡើងនៅចិត្តដែលប្រកបដោយអវិហិង្សាគឺសម្មាសង្កបៈនេះហៅថាអវិហិង្សាធាតុការអាណិតអាការៈប្រព្រឹត្តអាណិតភាពនៃអាការៈប្រព្រឹត្តអាណិតគឺករណាចេតោវិមុតនាក្នុងសត្វទាំងឡាយនេះហៅថាអវិហិង្សាធាតុការអានស្ដីអំពីធាតុវិភាំងនៅបិដកលេខ80ត្រង់ទំព័រ152ឃ្នៀប114ដល់ឃ្នៀប122របស់ខ្ញុំកណាខ្ញុំបាទក្នុងគណៈនេះក៏ដល់ទីបញ្ចប់បាទសូមអរគុណ